កុមារក្នុងខេត្តសៀមរាប124នាក់ទទួលបានការបណ្ដុះបណ្ដាលពីវិធីសាស្ត្រនៃការការពារនិងរំដោះខ្លួនពីការលង់ទឹកកុមារចំនួន124នាក់មកពីអង្គការ ABC NRI ក្នុងខេត្តសៀមរាបបានទទួលការបណ្ដុះបណ្ដាលរបៀបហែលទឹកដើម្បីផ្ដល់សមត្ថភាពពីការការពារនិងរំដោះខ្លួនពីការលង់ទឹកពីគ្រូបង្វឹកមកពីក្លឹបហែលទឹក Blue Dolphin និងគ្រូបង្រៀនហែលទឹកស្ម័គ្រចិត្តកម្ពុជាថៃអាមេរិកបែលហ្សិកសរុប11នាក់ដែលការបណ្ដុះបណ្ដាលនេះមានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី5ដល់ថ្ងៃទី7ខែមីនាឆ្នាំ2025ដោយទទួលបានមូលនិធិពី Family Burgess Foundation លោកបាយុណាត់ថាស័កថាវដុំគ្រូបង្រៀនហែលទឹកមកពីប្រទេសថៃបានឲ្យដឹងថាការហែលទឹកជាជំនាញសំខាន់សម្រាប់មនុស្សគ្រប់រូបទាំងកូនក្មេងក៏ដូចជាមនុស្សធំប្រសិនបើគ្មានជំនាញនោះទេវាអាចបណ្ដាលឲ្យកុមារលង់ទឹកនិងមានគ្រោះថ្នាក់ដល់អាយុជីវិតបានសម្រាប់ការបណ្ដុះបណ្ដាលនាពេលនេះគឺជាលើកទី4ហើយសម្រាប់ខេត្តសៀមរាបគម្រោងនេះត្រូវបានអនុវត្តមុនរដូវក្តៅដោយសាររដូវនេះមានស្ថិតិកុមារលង់ទឹកខ្ពស់ជាពិសេសនៅប្រទេសកម្ពុជាទទួលបានឱកាសស្វែងយល់អំពីការរៀនហែលទឹកជួយខ្លួនឯងបានតិចតួចនៅឡើយដែលការបណ្ដុះបណ្ដាលនេះដែលយើងបានជ្រើសរើសយកខេត្តសៀមរាបជាអាទិភាពសម្រាប់កម្មវិធីបង្រៀនผมเคยทำโครงการนี้มาก่อนครับเสียมเรียบเป็นครั้งที่4ของผมครับខេត្តសៀមរាបនេះខ្ញុំបានអនុវត្តគម្រោងការបែបនេះសម្រាប់កុមារពិការកថ្លង់កុមារពិការភ្នែកប្រមាណ80នាក់ដែរខ្ញុំសូមផ្ញើសារទៅកាន់មាតាបិតាថាកីឡាហែលទឹកប្រសិនបើគ្មានជំនាញវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតប្រសិនបើមានឱកាសសូមនាំកុមារមករៀនហែលទឹកដោយការហែលទឹកមិនមែនជាជំនាញដែលមនុស្សគ្រប់រូបកើតមកចេះស្រាប់នោះទេយើងត្រូវការរៀនហែលទឹកដើម្បីឲ្យមានជំនាញនេះនៅក្នុងខ្លួនបើយោងតាមរបាយការណ៍អង្កេតរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថានៅទូទាំងពិភពលោកអត្រាលង់ទឹកខ្ពស់បំផុតកើតឡើងក្នុងចំណោមកុមារដែលមានអាយុពី1ទៅ4ឆ្នាំបន្ទាប់មកគឺកុមារអាយុពី5ទៅ14ឆ្នាំដោយ92%នៃការស្លាប់ដោយលង់ទឹកកើតឡើងនៅក្នុងប្រទេសដែលមានចំណូលទាបនៅមធ្យមប៉ុន្តែករណីស្លាប់ក្នុងអបតិវហេតុនេះគឺអាចការពារបានទាំងស្រុង